បាទជំរាបសួរបងប្អូនអរគ្នាបាទនេះគឺជាវីដេអូថ្មីតកតងទៅនឹងអាសូឡាបងប្អូនបាទសូឡាឥឡូវនេះគឺលូតលាស់បានល្អមែនតើបងប្អូនបាទគឺណែនអាងទៅបាត់ហើយអាខាងនោះផ្ដើមដួសផ្ដាហើយបងប្អូនអានោះណែនមុនបាទណែនតែម្ដងហើយបងប្អូនបាទសូឡារបស់យើងគឺអាសូឡានេះគឺយើងដាំដើម្បីឲ្យជ្រូកវាស៊ីបងប្អូនបាទឲ្យជ្រូកវាស៊ីអាសូឡានេះគឺល្អបងប្អូនបាទយើងអត់ពិបាកនឹងការហត់នឿយទៅដើររកដើមចេកបាទអត់ហត់នឿយទៅការរកតកូនបាទគឺយើងមានអាសូឡានៅផ្ទះយើងស្រាប់គឺយើងគ្រាន់តែដាំវាអញ្ចឹងទៅហើយយើងដួសឲ្យជ្រូកយើងស៊ីបងប្អូនបាទលេងជាមួយបាយតិចតួចទៅបាទហើយលេងជាមួយសូឡាទៅប៉ុណ្ណឹងហើយបងប្អូនគឺល្អមែនតែនសម្រាប់ការចិញ្ចឹមសត្វបាទដូចថាជ្រូកបាទមាន់ទាអីជាដើមបងប្អូនកងានអីហ្នឹងគឺយើងដាំអាសូឡាអញ្ចឹងទៅបងប្អូនបាទដាំអាសូឡាអញ្ចឹងទៅគឺយើងវាស្រួលយើងអត់ពិបាកហើយយើងអាចចំណាយបានទៀតបងប្អូនបាទច្រើនយើងអាចចំណាយបានទៀតអានេះខ្ញុំដួសបដាហើយបងប្អូននេះអានេះគឺខាប់តែម្ដងបាទគឺពូជអាសូឡានេះគឺលូតលាស់លឿនមែនតើបងប្អូនបាទលូតលាស់លឿនងាយស្រួលដាំបងប្អូនបាទអត់ពិបាកនឹងការដាំទេឃើញបងប្អូនខ្លះគាត់ទិញទៅដាំអត់កើតបងប្អូនបាទដាំអត់កើតជាងការអ្នកដែលគេលក់គេអត់ប្រាប់អញ្ចឹងបងប្អូនបាទគេអត់លក់គេអត់ប្រាប់គេអ្នកលក់គេអត់ប្រាប់អញ្ចឹងយើងអត់ដឹងយើងចេះតែដាំទៅបាទជាងការដាំទៅឲ្យលួយអស់ដាំទៅខូចខ្ទេចអញ្ចឹងនិយាយទៅអានេះវាមានកត្តាពីរយ៉ាងតកតងនឹងការដាំឲ្យវាលូតលាស់ល្អអ្នកដែលដាំអាសូឡាគឺទី1ដាំអាសូឡាគឺយើងអត់ឲ្យដាំតែមួយអាងទេបងប្អូនបាទយ៉ាងតិចណាស់គឺ2អាងទៅ3អាងបាទដាំវា2ទៅ3អាងដើម្បីអីគឺអាសូឡានេះគឺយើងផ្លាស់ប្ដូរគ្នារហូតបងប្អូនបាទដូចការយើងដាំអញ្ចឹងទៅវាជួនកាលវាអាចមានបញ្ហាតកូវបាទតកូវគឺយើងបាញ់ថ្នាំតកូវការពារតកូវបាទបាញ់ថ្នាំការពារតកូវទី2គឺជាជីបងប្អូនបាទធ្វើជីបាទគឺយើងមានជីរបស់វាដើម្បីដាំអាសូឡាបាទមានជីរបស់វាជីហើយគឺយើងដាក់ជីហើយគឺយើងបាចអំបិលថែមទៀតបងប្អូនបាចអំបិលទៀតហ្នឹងហើយអាងប៉ុណ្ណឹងគឺយើងដាក់ប្រហែលជាកន្លះគីឡូអីអំបិលបាទកម្ពស់ទឹកយើងដាក់2ទឹកអីចឹងទៅ3ទឹកហើយយើងកូរវាទៅយើងដាក់អាសូឡាចូលអញ្ចឹងគឺស្រួលមែនតើបាទថាយើងចេះបច្ចេកទេសតកតទៅនឹងការដាំគឺស្រួលអត់ពិបាកទេស្រួលមែនតើតែយើងអត់បច្ចេកទេសយើងអត់ចេះវាពិបាក